ណាត់ដោះគោមួយចំណាត់កាហ្វេហើយបន្តមកយើងកូរវាញ៉ាំដែរយើងកូរវាហូបដែរប៉ុន្តែនេះគឺជារូបភាពដែលយើងមើលនឹងភ្នែកគឺសម្គាល់ថាវាជា I latte បងប្អូនវីដេអូមុនគឺខ្ញុំបាននិយាយអំពី I espresso ហើយនិង I americano តើពីរហ្នឹងវាខុសគ្នាបែបណាហើយវីដេអូនេះខ្ញុំចង់មកនិយាយអំពីកាហ្វេទឹកដោះគោទឹកកកជាមួយនឹង I latte តើពីរហ្នឹងខុសគ្នាបែបណាមានបងប្អូនមួយចំនួនគាត់គិតថាកាហ្វេទឹកដោះគោគឺយើងយកកាហ្វេ fin យកមកធ្វើហើយកាហ្វេម៉ាស៊ីនគឺគេហៅ I latte តាមពិតកាហ្វេម៉ាស៊ីនគឺក៏មានកាហ្វេទឹកដោះគោហើយនិង I latte ដែរអញ្ចឹងពីរហ្នឹងកាហ្វេទឹកដោះគោហើយនិង I latte គឺវាខុសគ្នាទីមួយកាហ្វេទឹកដោះគោគឺយើងយកជាតិផ្អែមចេញពីទឹកដោះគោខាប់ហើយកាហ្វេទឹកដោះហើយនិង I latte គឺយើងយកជាតិផ្អែមចេញពីទឹកស្ករហើយចំពោះពីរហ្នឹងគឺការធ្វើអីគឺអាចនឹងថាខុសគ្នាតិចតួចចំពោះ I latte គឺយើងប្រើកាហ្វេរាងស្រាលជាងកាហ្វេទឹកដោះគោនេះជាទូទៅអញ្ចឹងបើសិនជាបងប្អូនហូបកាហ្វេរាងចាស់ខ្ញុំណែនាំឲ្យហូបកាហ្វេទឹកដោះគោហើយកាហ្វេទឹកដោះគោគឺយើងយកជាតិផ្អែមចេញពីទឹកដោះគោខាប់ហើយកាហ្វេទឹកដោះគោគឺយើងកូរវាឲ្យហើយទៅយើងចាក់ដាក់កែវហើយចំពោះ I latte យើងមើលមិន I latte គ្រាន់តែយើងកលេចមកគឺយើងដឹងថា I latte គឺមួយកណាត់ទឹកដោះគោមួយកណាត់កាហ្វេហើយបន្តមកយើងកូរវាញ៉ាំដែរយើងកូរវាហូបដែរប៉ុន្តែនេះគឺជារូបភាពដែលយើងមើលនឹងភ្នែកគឺសម្គាល់ថាវាជា I latte ហើយកាហ្វេទឹកដោះគោគឺយើងកូរហើយដាក់ក្នុងកែវប៉ុន្តែពីរហ្នឹងគឺបើអ្នកហូបកាហ្វេរាងចាស់ខ្ញុំណែនាំឲ្យផឹកកាហ្វេដោះគោហើយបើអ្នកហូបកាហ្វេរាងស្រាលខ្ញុំណែនាំឲ្យហូប I latte អញ្ចឹងសង្ឃឹមថាបងប្អូនយល់បានគឺ I latte យើងប្រើជាតិផ្អែមចេញពីទឹកស្ករហើយកាហ្វេដោះគោយើងប្រើជាតិផ្អែមចេញពីទឹកដោះគោខាប់ប៉ុន្តែចំពោះ I latte ក៏បងប្អូនអាចកម្មង់បានដែរបើសិនជាបងប្អូនស្គាល់ពីវាច្បាស់បងប្អូនអាចថាខ្ញុំកម្មង់ I latte ប៉ុន្តែសូមជាតិផ្អែមចេញពីទឹកដោះគោខាប់អូខេបានដូចគ្នាអញ្ចឹងសង្ឃឹមថាបងប្អូនអាចយកហើយការរូបមន្តនៃការឆុងគឺអាចខុសគ្នាទៅតាមហាងនីមួយៗអញ្ចឹងដូចបងប្អូនដឹងហើយគឺ espresso កាហ្វេម៉ាស៊ីនហ្នឹងគឺយើងឆ្នៃបានរូបមន្តបានន័យថាឆ្នៃបានមុខ menu ច្រើនណាស់សម្រាប់កាហ្វេនីមួយៗអញ្ចឹងសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយទៀតតាក់ទងជាមួយនឹងកាហ្វេអរគុណជួបគ្នាវីដេអូក្រោយ